ខ្ញុំចាប់ផ្ដើមសង្កេតឃើញថាចេះវ័យផាក់ផាយខ្ញុំចាប់ពី20ជាងរហូតដល់30ជាងហ្នឹងគឺ easy ក្នុងការ get with depression មែនតើហើយកត្តាដែលខ្ញុំឃើញ3ទំហំហ្នឹងគឺពាក់ព័ន្ធជាមួយគឺកត្តាគ្រួសារទី2គឺកត្តាខ្លួនឯងទី3គឺរឿង compare ដែលមានអ្នកផ្សេងអញ្ចឹងខ្ញុំបកស្រាយថាតើរឿង3ហ្នឹងធ្វើឲ្យយើង depress មិនទៅហើយសទ្ធវាមិនទៅខ្ញុំមិនអ្នកចិត្តវិទ្យាទេគ្រាន់តែខ្ញុំ learn ពីខ្ញុំធ្វើខ្លួនឯងបានអញ្ចឹងមិនថាខ្ញុំ heal from myself បានអញ្ចឹងណាអញ្ចឹងគឺរឿងគ្រួសារហ្នឹងគឺខ្ញុំអាសាឃើញហ្នឹងជាពិសេសគឺទៅលើកូនបងហើយបើកូនបងជាកូនស្រីដូចខ្ញុំទៀតគឺ easy ក្នុងការឆាប់ stress មែនតើពួកយើងរៀនចប់ពួកយើងចាប់ដើមមានការងារធ្វើចាប់ដើមដឹងឮថាគ្រួសារយើងមានចំណាយប៉ុន្មានបន្ទុកអីខ្លះចាប់ដើមដឹងអស់ហ្នឹងចាប់ដើមយកទាំងអស់ហ្នឹងមករាប់រងអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាយើងចាប់ដើម depress ពួកអីយើងហត់ក្នុងការផឹងខលលុយទៅឲ្យពួកគាត់ខ្ញុំយល់អារម្មណ៍ហ្នឹងហើយបើគ្រួសារគាត់ស្រឡាញ់មិនអីយើងខ្លាចតែគ្រួសារទាំងអស់គឺស្រឡាញ់កូនទាំងអស់គ្រាន់តែគ្រួសារខ្លះគាត់បែបលក្ខណៈសម័យបែបព្រៀងចាស់កម្រិលពួកគាត់អត់ចេះក្នុងការបង្ហាញក្តីស្រឡាញ់អញ្ចឹងធ្វើឲ្យកូនហ្នឹងគិតថាប៉ាម៉ាក់ខ្ញុំអត់ស្រឡាញ់ខ្ញុំទេអត់យល់ពីខ្ញុំទេខ្ញុំប្រឹងធ្វើការ stress ពួកគាត់អត់យល់ពីខ្ញុំទេរឿងទី2វិញគឺរឿងខ្លួនឯងព្រោះតែឥឡូវនេះយើងធំហើយចឹងយើងចាប់ផ្ដើមគិតច្រើនគិតពី future ថាអូតើខ្ញុំមួយឆ្នាំទៀតសល់ឡានមួយឆ្នាំទៀតសល់ផ្ទះតើ3ឆ្នាំទៀតខ្ញុំធ្វើអីតើខ្ញុំអាចរកស៊ីអីបានពេលណាជាអ្នកមានចាប់ផ្ដើមគិតពីរឿងហ្នឹងរឿងទី3ហ្នឹងគឺ compare ពីមុនរៀនមួយគ្នាកាលនៅ high school កាលនៅ primary school គឺស្មើគ្នាតែពេលឥឡូវដល់ធំឡើងអ្នកខ្លះជាប៉ូលីសអ្នកខ្លះជាពេទ្យអ្នកខ្លះជាមន្ត្រីអ្នកខ្លះបានរៀនស្រុកក្រៅចូលដល់ណាចេះជុំគេពីមុនស្មើឯងសោះឥឡូវគេមានលឿនម៉េះគេសល់នេះនោះអស់លេងឯងអត់មានសល់អីសោះ compare ចឹងរឿង3នេះធ្វើឲ្យចាប់បាន get easy to អាការ stress ហើយ depression ហ្នឹងគឺច្រើនខ្លាំងមែនតើខ្ញុំមកដល់ស្រីអ្នកនរគ្នាដឹងថាអាហ្នឹងគួរធ្វើមិនទៅតែបងជាមួយនឹងរឿងគ្រួសារខ្ញុំដឹងថាអ្នកនរគ្នានឹងប្រឈមនឹងបញ្ហាការរ៉ាប់រងបន្ទុកហ្នឹងឯងតែត្រូវចាំចេះយើងមិនមែនម្នាក់ឯងទេបើគ្រួសារយើងអ្នកមានបញ្ហាតែបើគ្រួសារយើងពិបាកគ្រួសារយើងមកជុំឬក៏អ្នកដែលគាត់ក្រហ្មងយើងមិនមែនម្នាក់ឯងទេការរកស៊ីចាំគ្រួសារហ្នឹងយើងមិនមែនម្នាក់ឯងទេព្យាយាម positive thinking ហើយអរគុណបញ្ហាហ្នឹងអរគុណមិនទៅអរគុណចេះអរគុណម៉ាក់ប៉ាបើគាត់កើតយើងមកក្នុងគ្រួសារមួយដែលមានស្ដុកស្ដំហ្មងយើងអត់យល់អារម្មណ៍នៃការរកលុយហ្នឹងវាសំខាន់ប៉ុណ្ណាឯងហើយយើងក៏រឹងមាំអញ្ចឹងដែរប៉ុន្តែពេលដែលគាត់ផុតយើងក្នុងអា situation មួយដែលពិបាកអញ្ចឹងយើងប្រឹងរកលុយទៅតាមព្រោះអញ្ចឹងយើងនឹងថាជីវិតហ្នឹងគឺមានតម្លៃខ្លាំងមែនតើហើយលុយហ្នឹងពិតជាអស្ចារ្យព្រោះយើងរកបានតែខ្លួនឯងរកបានតែដៃយើងទាំងពីររកបានតែការផឹងរបស់យើងជាមានអារម្មណ៍ថាអូជាតិហ្នឹងគឺខ្ញុំប្រកែកហើយយើងរកលុយបានបកគោលុយហ្នឹងឲ្យគាត់ទៀតណាមានអារម្មណ៍ថាចេះខ្ញុំនេះជាកូនកតញ្ញូដែលអាចចាំម៉ាក់ប៉ាខ្ញុំបានអញ្ចឹងអាហ្នឹងគឺបញ្ហាហ្នឹងយើងជួបអីអញ្ចឹងខ្ញុំព្យាយាម turn បញ្ហាហ្នឹងមកជា positive thinking មកថារឿងហ្នឹងគឺធ្វើឲ្យយើងរឹងមាំជាងមុនធ្វើឲ្យយើងប្រកែកជាងមុនហើយពេលដែលយើងឆ្លងកាត់រឿងហ្នឹងបានណាពេលអនាគតទៅយើងរកស៊ីដួលមួយកន្លែងក៏យើងអត់អីដែរព្រោះយើងរឹងមាំតាំងពីដើមមកហើយរឿងគ្រួសារវិញខ្ញុំជឿថាប៉ាម៉ាក់ទាំងអស់គាត់ស្រឡាញ់កូនទាំងអស់គ្រាន់តែអ្នកខ្លះគាត់អត់ចេះក្នុងការបង្ហាញក្តីស្រឡាញ់គាត់គិតថាការនិយាយថាម៉ាក់ស្រឡាញ់កូនប៉ាស្រឡាញ់កូនហ្នឹងគឺវា fake គាត់អៀនក្នុងការនិយាយគាត់គិតថាស្រឡាញ់កូនមកកូនដឹងចិត្តប៉ុន្តែខ្ញុំជឿថាប៉ាម៉ាក់ទាំងអស់គឺស្រឡាញ់កូនទាំងអស់គ្រាន់តែពួកគាត់អត់ចេះក្នុងការបង្ហាញក្តីស្រឡាញ់ក្នុងសម័យយើងជា Gen Z ការនិយាយហ្នឹងយកគោលខ្លះខ្មាស់អៀនទេបើយើងចង់ឲ្យប៉ាម៉ាក់យើងយល់ពីយើងយល់ពីគាត់សិនណាចង់ប៉ាម៉ាក់យើងចាស់ក្នុងការនិយាយពាក្យស្រឡាញ់យើងនិយាយដាក់គាត់សិនណាពេលដែលយើងតនេពីការងារសៅរ៍អាទិត្យឬក៏អីចឹងព្យាយាមចំណាយពេលនៅមួយពួកគាត់ខ្លះមើលញ៉ាំបាយមួយគ្នាកុំចិត្តទូរស័ព្ទព្យាយាមនិយាយគ្នាក្នុងចិត្តព្យាយាមថ្លៃទូ share គ្នាហើយព្យាយាមបង្ហាញគាត់ឃើញថាអាការនិយាយពាក្យម៉ាក់ស្រឡាញ់កូនប៉ាស្រឡាញ់កូនហ្នឹងគឺវាចាស់សំណុំមកវាអត់គួរឲ្យខ្វះអៀនអត់គួរឲ្យលាក់បាំងទេចង់លើពាក្យហ្នឹងពីគាត់និយាយដាក់គាត់មុនណាចង់លើពាក្យឲ្យកូនសុខសប្បាយតាមផ្លូវនិយាយដាក់គាត់មុនណាម៉ាក់ញ៉ាំអីនៅម៉ាក់ទៅណាម៉ាក់មិនអីស្រួលខ្លួនអត់កូនស្រឡាញ់ម៉ាក់នាំគាត់ទៅដើរលេងពេលថ្ងៃបុណ្យទានគាត់នឹងមើលយើងតាមក្រោយអីចាំបានឲ្យពីគាត់សាកធ្វើអានឹងសិនទៅគីឡូគាត់វាហាក់គាត់ចប់សង្គ្រាមមកគាត់អត់បានយល់ដឹងអំពីចិត្តវិទ្យានៃការដោះស្រាយមានដឹងអញ្ចឹងកុំបន្ទោសគាត់ព្រោះម៉ាក់យើងប៉ាយើងក៏ first time ក្នុងការធ្វើជា parent ដែរពួកគាត់អត់ធ្លាប់ធ្វើពីមុនមកដូចគ្នាដែរអញ្ចឹងកុំបន្ទោសគាត់អញ្ចឹងបើសិនជាចង់បានដំណឹងពីគាត់ធ្វើដាក់គាត់មុនសិនមើលយើងអាចទៅត្រឡប់ក្រោយថាឲ្យម៉ាក់ប៉ាយើងចេះអានឹងមកស្រាប់ហ្មងប៉ុន្តែអាចពីគាត់បានតាត្រូវអត់ធ្វើដាក់គាត់សិនណារឿងទី2រឿង future កុំគិតច្រើនពេកព្យាយាមនៅបច្ចុប្បន្ននេះបានច្រើនបន្តិចខ្ញុំគិតថាចេះនៅបច្ចុប្បន្ននេះបានល្អបំផុតធ្វើការអស់ពីចិត្តពីចង់ចឹងជឿថាអនាគតយើងអត់ខ្វល់ពេលណាដែលខ្ញុំហត់ខ្លាំងពេលណាដែលខ្ញុំពិបាកខ្លាំងខ្ញុំប្រាប់គាត់ថាចេះខ្ញុំប្រឹងធ្វើការខ្លាំងណាស់រាល់ថ្ងៃហ្នឹងខ្ញុំអត់ជឿថាទេវតានឹងឲ្យខ្ញុំខ្វល់ប្រាប់ខ្លួនឯងចឹងសាកលើមើលហើយបើ stress ពី future បានតែកុំ stress ហើយលែងចង់ធ្វើអីបាក់ទឹកចិត្ត stress បានតែយកពេលយកអារឿង stress ហ្នឹងមកប្រឹងធ្វើការមើល
ផឹក improve ខ្លួនឯងមើលផឹកញឡើងវិញមើលវាអាចល្អជាងនឹងកថាបានដែរហើយទី3 compare ខ្លួនឯងមួយអ្នកផ្សេងអាហ្នឹងគឺខ្ញុំ always remind តែរហូតថាមនុស្សយើងគេនឹងចង់ឲ្យយើងឃើញអីតែគេចង់ឃើញតែប៉ុណ្្នឹងឯងឃើញដល់ចាអូម្នាក់នឹងលុយសតចាស់សតឡានសតដីសតមាសសតពេជ្រគេអាយុប្រហែលឯងសោះមិនអាចសតលេអញ្ចឹងយើងមិនដឹងថាពីក្រោយខ្លួនគេមិនត្រូវអត់យើងមិនដឹងថាគេជាពាក់ធនាគារម៉ានយើងមិនដឹងយើងអត់ដឹងទេត្រូវអត់អញ្ចឹងកុំ compare ខ្លួនឯងមួយគេជីវិតជារបស់គេជីវិតនេះជារបស់យើង compare បានតែ compare ខ្លួនឯងជាមួយខ្លួនឯងកាលពីឆ្នាំមុនសួរឲ្យ5ឆ្នាំហ្នឹងបាន better ជាងឆ្នាំមុននៅល្អឆ្នាំមុនបន្តិចនៅអញ្ចឹងវិញបានអត់មើលគេហើយយកគេជា motivate ទៅថាអូម្នាក់នេះបកកែអ្នកនេះ so hard working យកគេជា idol របស់យើងមកហើយប្រឹងឲ្យដូចគេទៅតែកុំមើលគេហើយបាក់ទឹកចិត្តណាកុំមានឲ្យចេះមើលគេហើយអូគេអស់ចាគេមាននេះមាននោះឯងអត់សល់លេសោះមកឲ្យមានអារម្មណ៍ហ្នឹងមើលព្យាយាមមើលគេហើយយកគេជាមេរៀនមើលហើយម្ដងទៀតខ្ញុំ remind ដែរថានៅប្រកបក្នុងគេយើងមើលអត់ដឹងទេគេមិនខ្លះយើងមើលអត់ដឹងទេយើងមានអារម្មណ៍ថាយើងរៀងប្រយោគដល់ទាំងអស់ហ្នឹងហើយព្យាយាមនៅមកខ្លួនឯងសួរខ្លួនឯងហើយអាចបើសិនជាអាច share ទៅ HR ទៅ share ទៅ your best friend your family your sister your brother ព្យាយាម share ឲ្យដល់ស្អីទាំងគ្នាគុំចំណាយគុំសង្ងំនៅម្នាក់ឯងហើយលាក់ទុកម្នាក់ឯងបាយបាយ